សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសមន្ត្រីលក្ខន្តិកៈរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារឲ្យចូលបម្រើការងារនៅនាយកករមូលបត្រកម្ពុជានាយកករមូលបត្រកម្ពុជានមក មានកិត្តិយសសូមជម្រាបជូនបេក្ខជនបេក្ខនារីដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបេក្ខជនបេក្ខនារីដែលបានសម្រេចឲ្យចូលរួមប្រឡងជ្រើសរើសមន្ត្រីលក្ខន្តិកៈរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារឲ្យចូលបម្រើការងារនៅនាយកករមូលបត្រកម្ពុជាដោយមានភ្ជាប់មកជាមួយត្រូវមកចូលរួមកម្មវិធីប្រឡងវិញ្ញាសាសរសេរដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី9 ខែឧសភាឆ្នាំ2026ចាប់ពីម៉ោង 7:30 នាទីព្រឹកនៅមណ្ឌលប្រឡងអគារទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារជាន់ទី2ដោយត្រូវអនុវត្តតាមសេចក្តីណែនាំស្តីពីការប្រឡងជ្រើសរើសមន្ត្រីលក្ខន្តិកៈរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារឲ្យចូលបម្រើការងារនៅនាយកករមូលបត្រកម្ពុជាដោយមានភ្ជាប់មកជាមួយបញ្ជាក់បេក្ខជនបេក្ខនារីដែលចូលរួមប្រឡងជំនាញទាំង3 1. សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ 2. នីតិសាស្ត្រនិង 3. បច្ចេកវិទ្យាព័ត៌មាននឹងត្រូវចាប់ផ្ដើមប្រឡងចាប់ពីម៉ោង 8:30 នាទីដល់ម៉ោង 11:30 នាទីព្រឹកសម្រាប់វិញ្ញាសាសរសេរដែលរួមមាន3ផ្នែក 1. ចំណេះដឹងទូទៅ 2. ជំនាញនិង 3. ភាសាអង់គ្លេសនាយកករមូលបត្រកម្ពុជា